ជំរាបសួរបងប្អូនថ្ងៃនេះគឺមកកាត់បន្លែជាមួយនឹងគ្រួសារខ្ញុំនៅឯសួនផ្ទះហ្នឹងថ្ងៃមុនបង្ហាញពីបន្លែល្អមែនតើឥឡូវនេះក៏នឹកឃើញសាច់អាំងជាមួយនឹងបកងអាំងអញ្ចឹងណាក៏ដល់រដូវទៀតហើយសាឡាត់របស់យើងនេះកំពុងតែពេញឆ្ងាញ់ទៀតបងប្អូនអញ្ចឹងនៅចាំការទៀតក៏កាត់ប្រើហូបអញ្ចឹងទៅសាឡាត់នេះបើយើងទុកឲ្យវាធំទៀតគឺយើងហូបអត់តាន់ទេបងប្អូនអញ្ចឹងយើងកាត់ពីតូចខ្លះធំខ្លះអញ្ចឹងណាដើម្បីហូបទៅវាតាន់គ្នាកុំឲ្យនៅសល់ច្រើនហើយខ្ញុំដាំនេះគឺដាំលក្ខណៈគ្រួសារទេអញ្ចឹងខ្ញុំអត់បានលក់ទេបងប្អូនណាក៏មានបងប្អូនខ្លះគាត់យល់ច្រឡំថាខ្ញុំបេះលក់បេះអីអញ្ចឹងទៅតាមពិតទៅខ្ញុំលក់ជាកូនបន្លែវិញទេអញ្ចឹងប្រភេទសាឡាត់ដីហ្នឹងគឺខ្ញុំដាំហូបលក្ខណៈគ្រួសារគឺដាំក្នុងផើងចាដោយតែបងប្អូនឃើញអញ្ចឹងដាំតែ4 10ផើង20ផើងអីហ្នឹងហូបមិនអស់វិលជុំតែម្ដងហើយខ្ចីល្អណាស់ពីរអ្នកគ្រួសារខ្ញុំញញឹមខ្ជិបតែម្ដងដោយសារបន្លែល្អក៏បានឆ្ងាញ់មាត់ទៀតអញ្ចឹងណាហើយឥឡូវនេះគឺនាំបងប្អូនទៅមើលជាមួយនឹងដើមខាត់ណាដែលខ្ញុំដាំដាក់ផើងលើកជារងអញ្ចឹងទៅក៏ស្អាតមួយយ៉ាងដែរចង់ហូបពេលណាបេះពេលហ្នឹងដោយសារមេឃភ្លៀងអញ្ចឹងគឺយើងបានដាំនៅក្នុងប្រក់ស្បៃរងអញ្ចឹងណាក៏មានភាពងាយស្រួលក្នុងការដាក់ជីដែរបងប្អូនហើយបខាត់ណានេះវិញក៏ល្មមហូបដែរហើយប្រភេទសាឡាត់នេះគឺខ្ញុំកាត់បានឡើងមួយកញ្ច្រែងប្រទេសនេះ3គ្នាឡើងឃើញតែដើមហូបមិនតាន់ទេបងប្អូនចាផ្លែឡើងស្កេស្កាហើយក៏បានទៅផែទៅទិញជាមួយនឹងគ្រឿងសមុទ្រចាខែនេះដែរក៏រៀងសបោគ្រឿងសមុទ្រដែរដូចជាបកងអីហ្នឹងឃើញខ្លោចអញ្ចឹងឯណាតែបងប្អូនគឺឆ្ងាញ់ខ្លាំងតែម្ដងហើយនេះគ្រួសារខ្ញុំគាត់ជាអ្នកអាំងចាជាមួយនឹងសាច់គោប្រទេសមេតិចហូបជាមួយនឹងសាច់អាំងជាមួយនឹងបន្លែស្រស់ត្រូវគ្នាណាស់បងប្អូន